ចាសូមជម្រាបសួរដល់អ្នកបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះយេស៊ូវគ្រីស្ទចាថ្ងៃនេះខ្ញុំនឹងអាននៅព្រះគម្ពីរម៉ាថាយនៅចំពោះ7ខ24ដល់ខ29ដែលនិយាយអំពីពាក្យប្រៀបប្រដូចអំពីការសង់ផ្ទះខ24ដូច្នេះអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះហើយប្រព្រឹត្តតាមខ្ញុំនឹងធៀបអ្នកនោះដូចជាមនុស្សប៉ិនប្រយ័ត្នដែលសង់ផ្ទះខ្លួននៅលើថ្មរួចភ្លៀងធ្លាក់មកទឹកក៏ជន់ឡើងហើយខ្យល់បក់ប៉ះនឹងផ្ទះនោះតែមិនបានរលំទេពីព្រោះបានសង់នៅលើថ្មឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះតែមិនប្រព្រឹត្តតាមអ្នកនោះត្រូវធៀបដូចជាមនុស្សល្ងង់ដែលសង់ផ្ទះខ្លួននៅលើខ្សាច់វិញរួចភ្លៀងធ្លាក់មកទឹកក៏ជន់ឡើងហើយខ្យល់បក់ប៉ះនឹងផ្ទះនោះក៏រលំទៅហើយមានការខូចខាតជាធំកាលព្រះយេស៊ូវទ្រង់មានបន្ទូលសេចក្តីទាំងនេះរួចហើយនោះបណ្ដាមនុស្សក៏នឹកប្លែកពីសេចក្តីដែលទ្រង់បង្រៀនពីព្រោះទ្រង់បង្រៀនដូចជាមានអំណាចមិនមែនដោយពួកអាចារ្យរបស់គេទេសូមព្រះប្រទានពរ